អញ្ញងអាសេយ៉សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងចូលមកដល់មេរៀនទី2ដែលមេរៀនទី2យើងអានថា equa មេរៀនទី2ហើយមេរៀនទី2របស់យើងមានចំណងយើងថាផាងេឆេកសាងីសយ៉ដែលមានន័យថានៅក្នុងបន្ទប់មានតុរៀនយើងទៅទំព័របន្តទៀតហើយមេរៀនទី2របស់យើងមាន4ចំណុចយើងចូលដល់ទំព័របន្តនៅក្នុងមេរៀនទី2នេះដែរយើងមាន4ចំណុចដែលត្រូវរៀនដែលចំណុចទី1គឺនិយាយអំពីជូជេប្រធានបទរបស់យើងគឺនិយាយអំពីសាមូលប្រែដែលមានន័យថាវត្ថុរីឯចំណុចទី2គឺនិយាយអំពីអហ្វីវ៉ាមុនប៉បដែលមានន័យថាពាក្យនិងវេយ្យាករណ៍ហើយចំណុចខាងក្រោមគឺនិយាយអំពីអ៊ីសាំងសេងវ៉ាល់សាមូលឆាំងសូអ៊ីលដែលមានន័យថារបស់របរប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃនៃទីកន្លែងមួយហើយវេយ្យាករណ៍របស់យើងគឺនិយាយអំពីញ៉ុងសាបូកអ៊ីកានិងវេយ្យាករណ៍ទី2គឺនិយាយអំពីញ៉ុងសាបូកអេអ៊ីតារីឯចំណុចទី3វ៉ាល់តុងដែលមានន័យថាសកម្មភាពហើយចំណុចខាងក្រោមនេះសកម្មភាពគឺនិយាយអំពីខ្លះផាំងអាន់មូលកនអ៊ីរឹមម៉ារ៉ាគីដែលមានន័យថានិយាយឈ្មោះរបស់វត្ថុនៅក្នុងបន្ទប់អញ្ចឹងគេឲ្យយើងនិយាយឈ្មោះអំពីវត្ថុដែលមាននៅក្នុងបន្ទប់ជីបខ្វល់ញ៉នឆុងផូអ៊ីលគីការអានព័ត៌មានទាក់ទងនឹងផ្ទះរីឯចំណុចទី4គឺនិយាយអំពីមូនហ្វាវ៉ាឆុងបូដែលមានន័យថាវប្បធម៌និងព័ត៌មានចំណុចខាងក្រោមហាន់កុកគីណេអ៊ីរឹមមានន័យថាឈ្មោះរបស់ជនជាតិកូរ៉េអញ្ចឹងយើងទៅបន្តទំព័របន្តទៀតក្នុងទំព័រនេះដែរគេនិយាយអំពីឆោគីនឿនអឌីយោតើកន្លែងនេះនៅឯណាចឹងគេសួរយើងថាតើកន្លែងនេះនៅឯណាតាមមើលប្រហែលជាក្នុងអរៀនហើយដោយសារមានគ្រូហើយនិងសិស្សរីឯចំណុចបន្ទាប់យោរ៉ូពូនជូស៊ីរេមកកាយសយោថាតើនៅក្នុងថ្នាក់រៀនរបស់អ្នកមានអ្វីខ្លះចឹងចំណុចនេះមានតែប៉ុណ្ណឹងយើងទៅចំណុចបន្តទៀតហើយចំណុចនេះដែរគេនិយាយអំពីយោគីនឿនអឌីយោអ៊ីកេម៉ូយោចឹងពាក្យថាយោគីនឿនអឌីយោមានន័យថាតើទីនេះជាកន្លែងណារីឯពាក្យអ៊ីកេម៉ូយោតើនេះជាអ្វីចឹងពាក្យខាងក្រោមនេះគេឲ្យរូបភាពហើយភ្ជាប់ជាមួយនឹងពាក្យថាវេសាមានន័យថាក្រុមហ៊ុនស៊ីកេនាឡិកាគីសុកសាអគារស្នាក់នៅឈីមតេក្រេឆែកសាំងតុរៀន
computer computer อยู่តែឆនហ្វាទូរស័ព្ទដៃអើយចាកៅអីចឹងនៅក្នុងទំព័រនេះដែរមានតែ8ពាក្យនឹងទេយើងទៅទំព័របន្តទៀតក្នុងទំព័រនេះក៏ដូចមិញដែរគេឲ្យរូបភាពហើយនឹងពាក្យចឹងពាក្យខាងលើនេះយើងអានថា Haksho ដែលមានន័យថាសាលារៀនហើយពាក្យខាងក្រោម Chosil បន្ទប់រៀនហើយពាក្យថា Chilpan នេះក្តារខៀនហើយពាក្យថា Check សិភៅអើយចាកៅអី Check សាំងតុរៀនភៀលធុងប្រអប់ដាក់ខ្មៅដៃឬក៏ប៊ិច Pool pen ប៊ិច Chito នេះផែនទីហើយខាងក្រោមនេះគឺជាសំណួរហើយនឹងចម្លើយសំណួរគេសួរថា Yoki는 어디예요 តើកន្លែងនេះជាកន្លែងណាហើយខាងនេះគេឆ្លើយ Choki Gisuksayo គឺជាកន្លែងស្នាក់នៅហើយខាងក្រោមគេសួរបន្តទៀត Ike Moeo តើនេះជាអ្វីចម្លើយគេឆ្លើយ Chimteo នេះគឺជាក្រែចឹងឯណាក្រែនៅណាចឹងពាក្យក្រែមិញនៅក្នុងទំព័រមុនយើងបានរៀនហើយឥឡូវយើងទៅទំព័របន្តទៀតក្នុងទំព័រនេះដែរយើងរៀនអំពីវេយ្យាករណ៍ដែលវេយ្យាករណ៍របស់យើងមានញ៉ាំសាបូកអ៊ីកាយើងប្រើញ៉ាំសាបូកអ៊ីកាសម្រាប់ដាក់នៅពីក្រោយនាមដើម្បីបញ្ជាក់ថានាមនោះគឺជាប្រធាននៃប្រយោគចឹងយើងដាក់អ៊ីកានៅពីក្រោយនាមដើម្បីបញ្ជាក់ថានាមនោះគឺជាប្រធាននៃប្រយោគរបស់យើងអញ្ចឹងយើងនាមណាដែលបញ្ចប់ដោយព្យញ្ជនៈឬយើងនិយាយថាមានជើងយើងប្រើ e ហើយនាមណាដែលបញ្ចប់ដោយស្រៈអត់មានជើងយើងប្រើកាឥឡូវយើងក៏លេខទៅមើលសន្ទនាទាំងអស់គ្នាខាងប្រុសនេះគេសួរថាខាបាំងអ៊ីអ៊ីសូយ៉ូតើមានកតាបទេខាងស្រីបានឆ្លើយណែខាបាំងអ៊ីសូយ៉ូចាមានចឹងយើងមើលឧទាហរណ៍ខាងក្រោមមានណាហើយនឹងការសួរថា computer កាអ៊ីសូយ៉ូតើមានកុំព្យូទ័រទេឯណាឆ្លើយណែ computer កាអ៊ីសូយ៉ូចាឬក៏បាទមានហើយការសួរទៀត check អ៊ីសូយ៉ូតើមានសិភៅទេហើយណាឆ្លើយ 아니요 책이 없어요 ទេអត់មានសិភៅទេចឹងយើងមើលកលេចមើលនាមទាំងអស់គ្នាដែលនាមណាដែលបញ្ចប់ដោយព្យញ្ជនៈឬមានជើងយើងប្រើជាមួយ e ចឹង
នេះពាក្យថា check ដោយបញ្ចប់ដោយជាជនៈឬផាត់ឈាមយើងប្រើជាមួយ e ចឹងមានតែពាក្យ check នឹងមួយពាក្យទេក្នុងអត្ថបទនេះហើយនាមណាដែលបញ្ចប់ដោយស្រៈឬក៏អត់មានជើងអត់មានផាត់ឈាមយើងប្រើជាមួយការចឹងពាក្យ computer ការដោយសារអត់មានជើងយើងប្រើជាមួយការចឹងវេយ្យាករណ៍ e ការគឺមានតែប៉ុណ្ណឹងយើងទៅទំព័របន្តទៀតក្នុងទំព័រនេះគេនិយាយអំពីចូល Sirio ថានេះជាបន្ទប់រៀននេះគឺជាបន្ទប់រៀនមកកាយសយោតាមមានអ្វីខ្លះយ៉ាគីហេប៉ូសូសូមសាក់លបងសន្ទនាគ្នាចឹងគេចង់មានន័យថាកន្លែងនេះគឺជាបន្ទប់រៀនហើយគេចង់ដឹងថាតើមានអ្វីខ្លះគេឲ្យយើងនឹងសាកល្បងសន្ទនាគ្នាចឹងសំណួរខាងក្រោមគេសួរថាអូសានីសយោតើមានឆាត់ទេខាងនេះខាងស្ដាំឆ្លើយណែអូសានីសយោចាឬក៏បាទមានហើយសំណួរគេសួរទៀតថាស៊ីគេកាអ៊ីសយោតើមាននាឡិកាទេចម្លើយអានីអូស៊ីគេកាអបសយោអត់មាននាឡិកាទេអញ្ចឹងពាក្យអ៊ូសានឆាត់នេះដោយសារបញ្ចប់ដោយមានជើងយើងប្រើជាមួយ e ហើយពាក្យស៊ីគេនាឡិកានេះវាអត់មានជើងទេយើងប្រើជាមួយការអញ្ចឹងមេរៀនទី2យើងសូមចប់តែត្រឹមនេះសិនដោយសារមេរៀនវាវែង